រូបជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះវិលមកជួបជាមួយនឹងខ្ញុំបាទវុធីទៀតហើយថ្ងៃនេះផងដែរខ្ញុំបាទសំណូមអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នារីករាយមកទស្សនាសកម្មភាពដើរចាប់បង្កែបដើមឆ្នាំគឺឃើញថាសបូងកែបច្រើនតែមែនតែនពុកម៉ែបងប្អូនហើយឲ្យតែបានភ្លៀងជោគជាំគឺថានៅណាក៏មានកែបដែរអ្នកភូមិគាត់ក៏ចាប់តាមស្រែហើយអ្នកនៅក្នុងព្រៃនៅក្នុងភូមិជនបទដាច់ស្រយាលក៏រឹតតែសបូងកែបអញ្ចឹងហើយមិនឲ្យខាតពេលវេលាយូរខ្ញុំក៏សូមនាំអារម្មណ៍ពុកម៉ែបងប្អូនរីករាយទៅទស្សនាសកម្មភាពវីដេអូពេញទាំងអស់គ្នាបាននៅរដូវដាំឆ្នាំអញ្ចឹងឃើញថាភ្លៀងដំបូងគឺមានផ្គររន្ទះកាចណាស់ពុកម៉ែបងប្អូនហើយយើងមិនគួរចេញទៅចាប់នៅពេលភ្លៀងទេវាអាចមានគ្រោះហានិភ័យចាប់ផ្ដើមនៅក្បាលវីដេអូខ្ញុំបាទក៏បានធ្វើដំណើរពីកំពង់ធំឆ្ពោះទៅព្រំដែនដើម្បីវៃត្រាប៉ាសពតហើយថ្ងៃនេះខ្ញុំជិះតាមផ្លូវកវ៉ាត់ជើងភ្នំជីបាទហើយក្នុងកន្លងពេលមកយូរខ្ញុំក៏បានទៅវៃត្រារួចរាល់ហើយបកមកសម្រាកនៅផ្ទះពុកធរម៉ាក់ធរខ្ញុំនៅក្រចេះហើយមុំពុកខ្ញុំគាត់មកពីប្រមូលទៅពាំងព្រិចបាទល្អមែនតើទិញពីពុកម៉ែបងប្អូននៅភូមិដាច់ស្រយាលនៅក្នុងចំពោះបងប្អូនណាចង់បានអាចតាក់ទងទៅគាត់បានបាទដូចជាទៅពាំងស្រស់ស្រស់បាទឬក៏ស្ងោរស្រេចចឹងអាចតាក់ទងទៅតាមរយៈលេខដែលខ្ញុំបានដាក់ខាងលើមិញបានទៅពាំងគឺឃើញថាស្រោងស្អាតមែនតើពុកម៉ែបងប្អូនហើយសម្រាប់នៅនឹងមកយប់ហើយឥឡូវពេលព្រឹកក៏ឈានមកដល់ខ្ញុំក៏ចេញដំណើរឆ្ពោះទៅភ្នំជីវិញហើយខ្ញុំមកឆ្លងសាឡាងនៅខាងសាឡាងអាស័យចាឆ្លងស្លាងរួចខ្ញុំក៏បន្តតាណាឆ្ពោះទៅមុខទៀតឃើញថាមេឃក្តៅហែងតែម្ដងពុកម៉ែបងប្អូនហើយបាទហើយមកដល់មុខក៏ឆ្លៀតចូលហូបកាទៀវមួយចានសិនឃើញថាភូមិនៅក្នុងរាងដាច់ស្រយាលចេះបន្តិចទេប៉ុន្តែមិនអីទេមានហាងកាទៀវមានរបស់ហូបធម្មតាបាទបងប្អូនគាត់ចេញទៅទិញនៅក្រៅអញ្ចឹងហើយយកមកលក់អញ្ចឹងទៅហើយដល់ពេលទៅវិញនេះឃើញថាមេឃក្តៅក៏ក្តៅហើយមេឃមានពពកអងឹតខ្មៅយះទៀតគឺខ្ញុំសង្ឃឹមភាគរយខ្ពស់ថាអាចភ្លៀងបើភ្លៀងខ្ញុំនឹងបានសប្បាយចាប់កែបហើយបាទព្រោះខ្ញុំគុំចាំយូរហើយចាំឡើងប្រហែលខែហើយបាទតម្រាំតែនឹងមកដល់ខែភាសាវិញមក8 9ខែហើយជិះម៉ូតូបន្តទៅមុខបន្តិចក៏ឃើញថាឆ្កែនោះវារត់តាមចាស់វាពុកម៉ែបងប្អូនបាទអត់ដឹងហត់ទេអីអូស៊ូមែនគ្នារត់តាមម្ចាស់ហើយមកដល់មុខឃើញថាដើមប្រង់គឺវាចាប់ដើមលាស់ពុកម៉ែបងប្អូនបាទមុននឹងខ្ញុំមកឮថាភ្លៀងរលឹមហើយឥឡូវក៏បានចូលមកដល់ផ្ទះអ៊ំប៉ាម៉ាក់ភក្តីនៅភ្នំជីក៏បានភ្លៀងដូចចិត្តខ្ញុំមែនបាទហើយគូដៅមកថ្ងៃនេះចង់មកលេងហើយសួរសុខទុក្ខគាត់ផងបាទហើយមកចេះបានភ្លៀងទៅក៏ល្មមបាននាំក្មេងៗទៅចាប់កែបជាមួយអញ្ចឹងទៅហើយអាកុយវាអាសាណាក៏នាំវាចេញមកចាក់ស្តាំងឲ្យទៅពីអ្នកពូក្មួយអាសាអញ្ចឹងជួបខ្ញុំគឺត្រូវគ្នាបាទឲ្យទៅភ្លៀងនាំទៅហើយចាំមើលបន្តចេញទៅថាបានកែបអត់ពុកម៉ែបងប្អូនបានហើយលើចេញមកដល់ចំណុចខាងមុខនេះឃើញថាមានដាធំមែនតើពុកម៉ែបងប្អូនហើយបាទមានទំហំប្រហែលជាងមហាដីយ៉ាងនៅជាប់ជើងភ្នំហើយឡើងទៅភ្នំបដ ாய் ហើយមានមកភ្នូកថ្មនេះមើលទៅដូចជាថ្មប្រាសាទបាទមើលទៅវាដូចជាដុំជ្រុងដូចជាប្រាសាទត្រូវបាក់បែកពីកាលអត់ដឹងដែរហើយក៏មានទឹកដូចទឹកដងយ៉ាងវាពុះប៉ុនលូកទៅតិចទេពុកម៉ែបងប្អូនបាទអត់ជាក្តៅទៅឃើញពុះព្រួចយ៉ាងរហូតហើយខ្ញុំឆ្ងល់ដែររចាក់ទៅឃើញជ្រៅល្មមរបស់គេដែរប្រហែលជាចង់ត្រឹមចកេះហើយបាទហើយលើចេញមកមុខក៏បានឃើញអាមួយនេះកៅឆាយមុនគេបាទឈ្មោលឡើងលឿងតែម្ដងពុកម៉ែបងប្អូនហើយយើងដែលចាប់កែបដើមឆ្នាំចេះស្រួលតែវាអត់សូវជាផ្អើលទេពុកម៉ែបងប្អូនហើយត្រូវការកូមពិលពាក់ក្បាលនឹងឲ្យភ្លឺបន្តិចបាទប៉ុន្តែការដើររបស់យើងចាប់ត្រូវប្រយ័ត្នប្រយែងបន្តិចពុកម៉ែបងប្អូនបាទត្រូវពាក់បិទជើងឃ្លុបហើយយើងអាសាចាំងមើលលើមើលក្រោមឲ្យច្បាស់ឲ្យពុះឲ្យក៏វាចេញដែរហើយចំពោះការមើលផ្នែកកែបបងប្អូនខ្លះគាត់មិនទាន់ដែលបានដើរចាប់អញ្ចឹងគាត់សួរខ្ញុំថាផ្នែកកែបគេមើលអ្មេចចំពោះផ្នែកវាគឺស្រួលសម្គាល់ដឹងទេពុកម៉ែបងប្អូនបាទចំពោះយើងពាក់គោមពណ៌ក្រហមយើងនឹងឃើញផ្នែកវាពណ៌ក្រហមហើយបើគោមពណ៌សក៏ឃើញពណ៌សហើយបើចំពោះខ្ញុំអាចមើលបានដល់100 ម៉ែត្រជាង100 ម៉ែត្រខ្ញុំមើលដឹងបាទហើយចំពោះការមកចាំកែបដើមឆ្នាំចេះយើងត្រូវប្រយ័ត្នប្រយែងតិចពុកម៉ែបងប្អូនបាទបើពេលកំពុងភ្លៀងកំអាលមកអីយើងខ្លាចបាក់ឈើអញ្ចឹងណាផ្ទះកុំឲ្យមានបណ្ណានៅតុកកែមិនចេះទូចឡងប្រព័ន្ធកដៃនោះធំមែនតើអូអានេះជិត2 ខាំហើយមនុស្សមានមិនដឹងទៅណាទៅណីទេស្ងាត់ឲ្យឈឹងកុំឲ្យមានមនុស្ស
ចេះតែលឺសលេងកែបដើរទៅលឺសលេងដើរទៅមានណាដើរទៅចំផ្ទះគេបោះបង់ចោលគេមាននៅណាឡើងស្ងាត់ឈឹងតែម្ដងហាកយវាដើរឃ្លាតពីខ្ញុំដឹងដើរទៅដល់ណាហើយទេហើយបាទពុកម៉ែបងប្អូនហើយពេលយប់ក៏ឃើញតែគួយបាទហ្នឹងហើយខ្ញុំដើរចាប់កែបមុនខ្ញុំឃើញគួយក្រោយយ៉ាងបានថ្ងៃមុនខ្ញុំបានទៅបេះគួយបាទហើយដើរចាប់ឡើង2 3ម៉ោងបានកែបទឹកនឹង3 4ដល់មកដល់ចំណុចខាងមុខនេះចាប់ផ្ដើមឃើញທາງកែបរត់ទៅច្រើនទៅហើយបាទងាកជួបហើយកែបឈ្មោលច្រើនបាទកែបមេរៀងតិចទេហើយចំពោះកែបមេនេះវាធំហាឈ្មោលនឹងទូចបើថាចង់បានគីឡូនឹងតើតែបានអាកែបមេច្រើនបាទប៉ុន្តែខ្ញុំអត់អីទេឲ្យតែបានខ្ញុំសប្បាយចិត្តហើយមេក៏ដោយឈ្មោលក៏ដោយឲ្យតែបានបងប្អូនខ្លះគាត់ចង់បានចាប់មិនបានផងបាទនេះយើងដូចថារៀងស្ទាត់ដែរបណ្ដើចាប់បានចុះអត់គេមើលថាឈប់ចុះជួយថតដល់ណាថតជួយចាប់มันមួយអូលឹកខោដកប្លាមដែរឯងមានរុននេះមកចេញមកមានរុននេះដាក់ចុចអេក្រង់ហេនេះពីគូម្ដងនេះពីមួយគេពួនអូស្វាត់អ่ะណែរត់តែដើររត់តែសบายចាប់ឲ្យពុកម៉ែបងប្អូនបាទហើយមកដល់មុខនេះក៏ឃើញមានពស់មួយពស់នឹងអត់មានពឹសទេបាទហើយនេះមកដល់ខាងស្រះក្រោយផ្ទះគេនៅជិតភូមិមកពុកម៉ែបងប្អូននៅសនោះសិតតែកែបឯណាអាខ្លះទៅក៏លោតចុះទឹកអាខ្លះទៅក៏លោតឡើងលើច្រាំងបាទធំមែនតើហើយនេះកែបអីទៅខ្ញុំអត់ដឹងហៅឈ្មោះវាដែរវាសាំងមែនតើយរួមទៅអត់ផ្អើលបាទลูกប៉ុណ្ណឹងធ្វើមិនដឹងបាទចំពោះហ៊ីងក៏វាចេញដែរបាទប៉ុន្តែខ្ញុំអត់ចាប់ព្រោះអីវាចេញទឹកនឹងមួយមិនតន់ជាសូវសបោទេហើយបើយើងចាប់យកទៅដាក់ជាមួយនឹងគេហ្នឹងអាកែបអូបវាលោតសកត់មុខតែងាប់អស់បាទងាប់អស់ទៅវាអាចសយដល់ពេលព្រឹកអញ្ចឹងពួកខ្ញុំក៏ចាប់ទាំងកែបអូបទៅហើយមកដល់មុខនេះអាកុយគេត្រៀបមួយទៀតបាទប្រកែណាអាកុយបាទស្មាត់មួយដែរជំនាញខាងចាប់កែបដែរហើយនេះមកដល់មុខនេះបាទទាំងគូតែម្ដងពុកម៉ែបងប្អូនអើយធំមែនតើរត់ទៅដើររត់ទៅជួបរត់តែសបាយចាប់តែគោមក៏បានអស់ភ្លើងនេះដើរទៅវិញហើយអាម៉ូតូនោះទៀតក៏បានភ្លេកង់ទុកនៅផ្ទះនៅភូមិបាទឥឡូវដើរទៅវិញភ្លើងគោមក៏អស់ភ្លើងហើយកែបក៏ធ្ងន់បាទចាប់ផ្ដើមមានណាបានសបាយមែនឥឡូវរៀងធ្ងន់ខ្លួនហើយនេះដោយសារពិលខ្ញុំអត់បានបញ្ចូលភ្លើងផងបាទបានវាឆាប់អស់ភ្លើងនឹងបើថាកុំអីនៅភ្លើងនឹងស្រែកចាប់ពីអ្នកពេញមកត្រង់នឹងប្រហែលជា30គីឡូដើរទៅហើយដើរតម្រាំតែងដល់ផ្ទះនឹងប្រហែលជា6 7គីឡូដីនោះបណ្ដល់បាទយូរដែរហើយមកដល់មុខក៏ឆ្លៀតចាប់កែបឲ្យពូផ្ទះអ្នកស្គាល់បាទចាប់ឲ្យគាត់2នាក់ម្នាក់6ក៏អស់ប្រហែលជា2គីឡូហើយលើដើរមកដល់ផ្ទះវិញថ្លឹងទាំងត្រង់ទាំងអីហ្នឹងបាន10គីឡូអញ្ចឹងកែបរបស់យើងនៅប្រហែលជា9គីឡូដែរអញ្ចឹងសរុបទៅឲ្យពួកគាត់ប្រហែលជា2គីឡូទៀតគឺកែបរបស់យើងជំនេះបាន10គីឡូបាទធំច្រើនមែនតើបាទមេក៏ច្រើនឈ្មោលក៏ច្រើនកពិញតែម្ដងហើយឥឡូវឈានមកដល់ពេលព្រឹកខ្ញុំក៏មិនដឹងថាធ្វើម្ហូបអីដែរក៏សម្រេចថាយកទៅអាំងហើយសាប់ស្វាយអីទៅដូចជាម្ហូបដែលងាយបំផុតដែលខ្ញុំអាចធ្វើបានបាទប៉ុន្តែដើរចាប់ដើររអញ្ចឹងមែនបាទប៉ុន្តែនៅផ្ទះម៉ាក់គាត់អ្នកចំអិនបាទយ៉ាងខ្លាំងដោយທາງកែបខ្ញុំធ្វើប្រឡត់ឲ្យគាត់ឬក៏ទុកទាំងស្បែកអាំងអញ្ចឹងខ្ញុំអ្នកធ្វើគាត់ឲ្យមកណាបានខាងភក្តីបាទខាងចុងភៅលំដាប់តែបើអត់មានភក្តីខ្ញុំក៏ធ្វើខ្លួនឯងម្ហូបងាយដែលអាចធ្វើឲ្យចំពោះសាប់ស្វាយទឹកត្រីនេះក៏មិនមានអីពិបាកដែរគ្រាន់តែលាងស្វាយហើយយកមកសាប់មកដាក់គ្រឿងបិលប៊ីចេងស្ករតិចតួចមករួចបាត់បាទហើយមានអីងាយយកមកគោខ្វោកចេះមកចាំទាំងកែបឆ្អិនមកហូបបាទហើយមើលកែបយើងពុកម៉ែបងប្អូនអើយដើមឆ្នាំចេះគឺឃើញថាខ្លាញ់លឿងតែម្ដងបាទឥឡូវកែបយើងក៏ឆ្អិនហើយមិនមែនស្គមទេនេះគឺក្រៀមល្អមកទៅហៅអ៊ំសាបាយចឹងអ៊ំសាបាយអ៊ំសាបាយអ៊ំហើយខ្ញុំនេះគ្រាន់តែអាំងកែបឡើងមកព្រឹកថ្ងៃត្រង់បាទដល់ថ្នាក់អ៊ំគាត់លែងហូបហើយគាត់ចាំយូរពេកគាត់ហូបបាយមុនពួកខ្ញុំបាត់ហើយគ្រាន់តែសលេងហៅអ៊ំហូបបាយឬដល់ពួកអដែងក្មួយវាធ្វើការនោះឃ្លាតពីខ្ញុំប្រហែលជា200ម៉ែត្រវានៅលឺបាទហើយឥឡូវក៏មកជុំគ្នាកែបឆ្អិនហើយចាំកាលទៀតបាទហើយក៏សូមអញ្ជើញពុកម៉ែបងប្អូនបាទហូបជាមួយនឹងពួកខ្ញុំទាំងអស់គ្នាបាទនៅព្រៃនៅភូមិជនបទដាច់ស្រយាលដូចជាពួកខ្ញុំបាទអត់មានអីទេពុកម៉ែបងប្អូនបាទមានតែប៉ុណ្្នឹងទេម្ហូបហូបចុកសាមញ្ញអញ្ចឹងធម្មតាតាមរដូវតាមខែអញ្ចឹងទៅមានអីហូបនឹងបាទហើយចំពោះសកម្មភាពវីដេអូខ្ញុំបាទថ្ងៃហ្នឹងក៏មានតែប៉ុណ្្នឹងដែរហើយចំពោះការបកស្រាយបើមានខុសឆ្គងអីក៏សូមខន្តីអភ័យទោសពីពុកម៉ែបងប្អូនផងដែរបាយពុកម៉ែបងប្អូនបាទជួបគ្នានៅសកម្មភាពវីដេអូក្រោយទាំងអស់គ្នា